សួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះយើងបន្តមកដល់មេរៀនទី2 lesson 2 asking about someone's feelings សួរនរណាម្នាក់អំពីអារម្មណ៍ចឹងយើងរៀនពាក្យ vocabulary How are you បកប្រែថាអ្នកសុខសប្បាយទេ I'm fine thank you ខ្ញុំសុខសប្បាយអរគុណ I'm good ស្មើថាខ្ញុំសុខ I'm not so good ខ្ញុំមិនសូវសុខ I'm tired ខ្ញុំហត់ I'm happy ខ្ញុំរីករាយ and you ចុះអ្នកវិញចឹងយើងចូលដល់ចំណុចមួយទៀត conversation example ការសន្ទនាគំរូចឹងនៅក្នុងនេះយើងមានតួអង្គពីរ A ហើយនិង B ចឹង A សួរថា How are you តើអ្នកសុខសប្បាយទេចឹង B ឆ្លើយថា I'm fine thank you and you ខ្ញុំសុខសប្បាយអរគុណចុះអ្នកវិញចឹង A គាត់ឆ្លើយថា I'm good ខ្ញុំសុខចឹងចូលមកដល់លំហាត់អនុវត្ត practice time please answer the question in English សូមឆ្លើយសំណួរទាំងនេះជាភាសាអង់គ្លេសចឹងមួយគេសួរថា How are you ចឹងសួរតើអ្នកសុខសប្បាយទេថ្ងៃនេះចឹងយើងឆ្លើយថា I'm fine thank you ចឹងយើងអាចឆ្លើយតាមស្ថានភាពជាក់ស្ដែងរបស់យើងម្នាក់បានចឹងចំពោះខ្ញុំឆ្លើយថាខ្ញុំសុខសប្បាយអរគុណសំណួរទី2 Are you tired or happy today ចឹងខ្ញុំឆ្លើយថា I am tired today ខ្ញុំហត់នឿយថ្ងៃនេះចឹងសំណួរទី3 How is the weather in Takao today hot cold rainy តើអាកាសធាតុនៅខេត្តតាកែវថ្ងៃនេះយ៉ាងដូចម្ដេចដែរក្តៅត្រជាក់ឬភ្លៀងចឹងយើងស្ថានភាពជាក់ស្ដែងគឺ the weather យើងឆ្លើយថា the weather in Takao today is cold អាកាសធាតុនៅខេត្តតាកែវថ្ងៃនេះគឺមានសភាពត្រជាក់